បាទសួស្តីបងប្អូននេះជីវីដេអូក្នុងកម្មវិធីដេញឧបតុបបង្រៃចេញពីភូមិរបស់ខាងបងប្អូនជនជាតិចាមនៅខាងវិហារអណ្ដូងស្លាបាទហើយកម្មវិធីនេះដែរគឺគេប្រពនៅមួយឆ្នាំម្ដងកម្មវិធីនេះគឺអញ្ជើញបានថាជាកម្មវិធីដេញឧបតុបចង្រៃចេញពីភូមិបាទហើយពីណាគេក្មេងៗធ្លាប់ចូលរួមកម្មវិធីនេះខ្លះគឺសប្បាយមែនទេបាទក្មេងៗគឺសប្បាយខ្លាំងណាស់ហើយចាំមិនភ្លេចទេបងប្អូនដែលក្មេងៗដែលធ្លាប់ចូលរួមកម្មវិធីនឹងអញ្ចឹងណាកម្មវិធីនេះគឺគេប្រពពីច្រើនគឺនៅរដូវជុតកាត់ហើយបាទរដូវជុតកាត់ហើយគឺចាប់ផ្ដើមមានកម្មវិធីនេះធ្វើហើយបាទមួយឆ្នាំគឺធ្វើម្ដងហើយនៅពីក្មេងគឺសប្បាយណាស់កម្មវិធីនេះបាទមានកោចផាដូចអីអញ្ចឹងតាដើម្បីដេញឧបតុបចង្រៃអញ្ចឹងណាវាជាជំនឿតាំងពីបុរាណដែលយើងធ្វើតគ្នាមកអញ្ចឹងតែខ្ញុំនិយាយទៅមានការកោះឆ្កងអីសូមកុំប្រកែកប្រកាន់ថាខ្ញុំក៏មិនមែនជាអ្នកដឹងច្បាស់នៅរឿងនឹងដែរគាត់ថាខ្ញុំធ្លាប់ចូលរួមកម្មវិធីហ្នឹងអញ្ចឹងខ្ញុំដឹងខ្លះដែរអញ្ចឹងកម្មវិធីនេះមានការទូនំស្អីដែរខ្ញុំមិនសូវស្គាល់នឹងបងប្អូនខ្មែរខែថានឹងហៅបំបែងទេណាហើយទូលហូបទៅពេលហូបហើយគឺនៅពេលវគ្គចុងក្រោយនេះគឺមានការអុជថើចអីយ៉ាងណាដើម្បីដេញឧបតុបចង្រៃចេញអញ្ចឹងទៅហើយវាសប្បាយណាស់ក្មេងៗគឺសប្បាយណាស់មានការអុជផើចអីអញ្ចឹងណាបងប្អូនកម្មវិធីហ្នឹងគឺសប្បាយហើយខ្ញុំអត់សូវចេះនិយាយទេអញ្ចឹងបងប្អូនមើលទៅលើវីដេអូនឹងខ្លួនឯងទៅតើធ្វើអីខ្លះនៅចុងកម្មវិធីគឺមានការអុជផើឬអីឧបតុបចង្រៃអញ្ចឹងហើយកម្មវិធីនេះដូចខ្ញុំនិយាយអញ្ចឹងថាក្មេងៗគឺសប្បាយណាស់ព្រោះមានកោចផៅអីអញ្ចឹងទៅសប្បាយអញ្ចឹងខ្ញុំអត់មាននិយាយច្រើនទេបងប្អូនមើលតាមហ្នឹងទៅបាទទីចុងក្រោយសូមផ្ញើវីដេអូនេះជូនដល់បងប្អូនដែលចំណាក់ស្រុកទាំងធ្វើការនៅប្រទេសកូរ៉េក្តីប្រទេសណាប្រទេសថៃក្តីប្រទេសម៉ាឡេក្តីឬក៏បងប្អូននៅក្នុងប្រទេសកម្ពុជាយើងក្តីដែលបានចាក់ចេញពីស្រុកកំណើតទៅធ្វើការនៅកន្លែងឆ្ងាយសូមផ្ញើវីដេអូនេះទៅដល់បងប្អូនទាំងអស់គ្នាហើយនេះជាវីដេអូនឹករលឹកតែបងប្អូនណាខ្លះដែលឆ្លប់ឆ្លងកាត់នៅក្នុងការធ្វើកម្មវិធីនេះហើយសូមឲ្យបងប្អូនជិះឆ្ងាយពីចង់និយាយថាឲ្យជិះផុតពីភាពចង្រៃអញ្ចឹងណាព្រោះបននេះជាបនដេញចង្រៃអញ្ចឹងសូមឲ្យផ្សាយបនទាំងអស់ទៅដល់បងប្អូនទាំងអស់គ្នាផងដែរដែលបានឃើញវីដេអូនេះបាទសូមឲ្យបងប្អូនប្រទេសតែក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាបាទទោះជាយើងទៅដល់ទីណាក្តីយើងកុំភ្លេចដើមកំណើតរបស់យើងនិងកន្លែងកំណើតរបស់យើងបាទសូមអរគុណ